នៅក្នុងជីវិតនេះតើយើងធ្លាប់មានអារម្មណ៍ថាច្រណែននឹងអ្វីមួយដែលយើងមិនមានដែរឬទេជាពិសេសនៅពេលឃើញអ្នកដទៃមានអ្វីដែលល្អជាងខ្លួនយើងអារម្មណ៍នៃការប្រៀបធៀបនេះជួនកាលវាបានដក់ជាប់ក្នុងចិត្តយើងធ្វើឲ្យយើងមិនអាចរកឃើញសេចក្តីសុខបានឡើយរឿងរ៉ាវរបស់សត្វក្អែកមួយនេះក៏បានកើតឡើងដូចនេះដែរនៅក្បែរមាត់បឹងមួយមានសត្វខ្ញានមួយក្បាលរោមវាមានពណ៌សភ្លឺថ្លាស្រស់ស្អាតគួរឲ្យចង់កយគុណវាកំពុងហែលទឹកយ៉ាងសប្បាយរកចំណីដោយភាពរីករាយសត្វក្អែកដែលទុំនៅលើដុំថ្មក៏បានក្រឡេកឃើញខ្ញាននោះវាមើលឃើញភាពស្រស់ស្អាតដែលខ្លួនមិនដែលមានហើយក៏ចាប់ផ្ដើមមានចិត្តរំជួលសត្វក្អែកនោះអង្គុយតែឯងមើលទៅហាក់ដូចជាកំពុងគិតអ្វីមួយយ៉ាងជ្រៅក្នុងចិត្តវាហាក់ដូចជាមិនសប្បាយចិត្តនឹងរូបរាងនិងពណ៌សម្គាល់ខ្មៅរបស់ខ្លួនឡើយគំនិតនៃការចង់បានអ្វីដែលអ្នកដទៃមានបានគ្របដណ្ដប់លើអារម្មណ៍របស់វាតើអ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍នេះនៅពេលណាខ្លះដោយមិនអាចទប់អារម្មណ៍ចង់បានក្អែកក៏ហើរចុះទៅក្បែរមាត់ទឹកវាចង់ដឹងឲ្យបានច្បាស់នៅអ្វីដែលធ្វើឲ្យក្អានមានភាពស្រស់ស្អាតបែបនេះក្អែកក៏ហើរចុះមកក្បែរទឹកហើយនិយាយទៅកាន់ក្ងានដោយសំឡេងអង្វរសុំវានិយាយថាចង់បានរោមស្លាបសស្អាតដូចបងក្ងានខ្លាំងណាស់ក្អែកក៏សួរថាបងកងៀនតើបងដឹងថាត្រូវធ្វើយ៉ាងណាទេទើបខ្ញុំអាចមានរោមសដូចបងប៉ុន្តែក្អែកមិនបានឆ្លើយតបឡើយក្ងានគ្រាន់តែគិតទៅពីហែលទឹកយ៉ាងស្ងៀមស្ងាត់មិនមានចេតនាឆ្លើយតបអ្វីទៅកាន់ក្អែកនោះទេតើនេះជារឹកពីឆ្មើងឆ្មៃឬក៏ក្ងានមិនបានឮសោះដោយសារភាពស្ងៀមស្ងាត់របស់ក្ងានក្អែកក៏ចាប់ផ្ដើមគិតអាក្រក់វាគិតថាក្ងាននេះពិតជារឹកធំណាស់ហ៊ានលាក់គំនួចមិនព្រមឆ្លើយមនុស្សយើងភាគច្រើនក៏តែងតែយល់ខុសបែបនេះដែរនៅពេលដែលគេមិនបានឆ្លើយតបនឹងសំណួររបស់យើងភ្លាមយើងតែងតែគិតថាគេមានចេតនាប៉ុន្តែក្រោយមកក្អែកក៏ចាប់ផ្ដើមពិនិត្យមើលទៅជុំវិញខ្លួនក្អានវាឃើញក្អែកនៅតែក្នុងទឹកហែលមិនឈប់ឈរភ្លាមនោះក្អែកក៏សន្និដ្ឋានទាំងខុសថាប្រហែលជាមកពីក្ងាននៅតែក្នុងទឹកនេះហើយទើបរោមរបស់វាសបែបនេះនៅពេលដែលយើងចង់បានលទ្ធផលដោយអ្នកដទៃយើងច្រើនតែមើលរំលងដំណើរការឬមូលហេតុពិតផ្ទុយទៅវិញយើងចម្លងតែរូបភាពខាងក្រៅប៉ុណ្ណោះគិតហើយក្អែកក៏ហើរបោះពួយចុះក្នុងទឹកភ្លាមតែម្ដងវាបានមុជចូលទៅក្នុងបឹងទាំងគ្មានការរៀបចំមួយសន្ទុះក្រោយមកក្អែកក៏ងើបឡើងលើទឹកវិញតើអ្នកគិតថារោមរបស់វាបានផ្លាស់ប្ដូរទៅជាពណ៌សដែរឬទេជាអកុសលរោមរបស់វានៅតែខ្មៅដដែលវាមានអារម្មណ៍ធ្ងន់និងត្រជាក់ខ្លាំងដោយសារតែរោមរបស់វាស្រូបយកទឹកអស់ហើយនៅពេលនោះក្អែកក៏ចាប់ផ្ដើមនឹកអៀនខ្លួនឯងនិងខ្មាស់កងៀនដែលនៅក្បែរនោះផែនការរបស់វាត្រូវបារាជ័យទាំងស្រុងអ្វីដែលវាទទួលបានមកវិញមិនមែនជាពណ៌សភ្លឺថ្លាទេតែជាអារម្មណ៍ត្រជាក់ស្រេងនិងភាពខ្មាស់អៀនការព្យាយាមខ្លាចជាអ្នកដទៃមិនបាននាំមកនូវលទ្ធផលល្អឡើយដោយមិនអាចនៅទីនោះបានយូរទៀតក្អែកក៏ស្ទុះឡើងទៅលើគូកយ៉ាងលឿនវាមិនហ៊ានងាកក្រោយមើលក្ងានឡើយក្អែកក៏ចាកចេញពីទីនោះទៅដោយបន្សល់ទុកនូវមេរៀនដ៏សំខាន់មួយមេរៀននោះគឺការព្យាយាមខ្លាចជាអ្នកដទៃមិនដែលនាំឲ្យយើងមានសុភមង្គលទេជំនួសឲ្យការចំណាយថាមពលទៅលើការច្រណែននិងការចម្លងតាមយើងគួរតែទទួលស្គាល់នៅតម្លៃរបស់ខ្លួនឯងវិញរោមខ្មៅរបស់ក្អែកគឺជារបស់ធម្មជាតិដែលផ្ដល់ឲ្យវាគួរតែរៀនប្រើប្រាស់ពណ៌ខ្មៅនោះទៅតាមគុណសម្បត្តិរបស់វាវិញព្រោះភាពស្រស់ស្អាតពិតប្រាកដគឺស្ថិតនៅក្នុងការខ្លាចជាខ្លួនឯងយ៉ាងពេញលេញមិនមែនជាការខ្លែងបន្លំឬការប្រៀបធៀបឡើយដូច្នេះមិត្តអ្នកស្ដាប់ទាំងអស់គ្នាតើអ្នកនៅតែចង់ធ្វើជាក្ងានឬក៏ចង់ធ្វើជាក្អែក
ដែលមានមោទកភាពលើខ្លួនឯងសូមកុំខ្ជះខ្ជាយពេលវេលាដើម្បីផ្លាស់ប្ដូរអ្វីដែលអ្នកមិនអាចតែត្រូវប្រឹងប្រែងដើម្បីឲ្យអ្វីដែលអ្នកមានคล้ายជាតម្លៃដ៏អស្ចារ្យវិញសូមចាំថាធម្មជាតិបានបង្កើតយើងម្នាក់ៗឲ្យមានភាពពិសេសរៀងៗខ្លួនមិនចាំបាច់ប្រៀបធៀបមិនចាំបាច់ខ្លាញ់បន្លំឡើយប្រសិនបើលោកអ្នកយល់ថារឿងនេះមានអត្ថន័យសូមចុច like ដើម្បីលើកទឹកចិត្តពួកយោមហើយកុំភ្លេចចូលរួមបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមវីដេអូនេះនិងសូមចុច Subscribe ដើម្បីទទួលបានរឿងរ៉ាវអប់រំនិងបំផុសគំនិតល្អៗពីយើងខ្ញុំទៀតសូមអរគុណ